sầm bài bàn tiệt tê tụi bay chỉ nhiệt chỉ tì sờ lạnhយ៉ាងណាក៏ដោយអំបាលព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់នៅពេលដែលព្រះអង្គអស់បជនបរិនិព្វានទៅក៏ត្រូវថ្វាយព្រះភ្លើងទៅបូជាតាមកន្លែងសំគួរមិនបានទុកដាក់នៅកន្តកុដដែលព្រះអង្គគង់នៅទៀតឡើយដូច្នេះពេលដែលអស់ជីវិតគឺជាពេលដែលអស់កម្មសិទ្ធិគ្រប់បែបយ៉ាងទាំងអស់ញាតិញោមយើងទាំងអស់គ្នាដែលនៅមានជីវិតនឹងនៅដឹងថាយើងមានអីមានរូបមានរាងមានជីវិតមានដៃមានជើងមានកូនមានចៅណានឹងដឹងថាមាននឹងអត់មានស្អីដឹងទេគឺចិត្តទេដែលដឹងសញ្ញាចងចាំថាមានកូនមានចៅក៏ប៉ុន្តែដល់តែបាត់ទៅវាមិនមែនបាត់កូនបាត់ចៅអីបាត់ការដឹងនឹងឯងដូចជាឧបាសិកាសូវអៀងកិច្ចពេលនេះចឹងគឺថាអត់មានបាត់កូនបាត់ចៅទេផ្ទះសម្បែងនៅកូនចៅនៅទ្រព្យសម្បត្តិហ្នឹងក៏នៅក៏ប៉ុន្តែបាត់នោះគឺបាត់អាយុបាត់ភ្លើងធាតុបាត់វិញ្ញាណបាត់ធម្មជាតិដឹងដល់តែបាត់អាដឹងហ្នឹងទៅរបស់មានដូចអត់ចឹងពីព្រោះម្ចាស់ហ្នឹងលែងដឹងស្មើនឹងអត់តែមកនឹងចឹងមិនចាំបាច់ដល់តែមនុស្សអស់ជីវិតទេណាញាតិញោមឧទាហរណ៍ដូចជាមនុស្សខ្លះពីមុនចងចាំល្អមានសុខភាពល្អប៉ុន្តែក្រោយមកអាចមានជំងឺភ្លេចភ្លាំងហៅថាសរសៃប្រសាទអញ្ចឹងទៅឬក៏បាត់ការចងចាំដោយសារប៉ះទង្គិចខួរក្បាលអញ្ចឹងទៅនៅក្នុងគំនោទ្រព្យសម្បត្តិនឹងដដែលប៉ុន្តែដូចអត់មានទ្រព្យអញ្ចឹងពីព្រោះគាត់ភ្លេចអស់ទ្រព្យមានប្រមាណក៏មិនដឹងកូនមានប្រមាណក៏មិនដឹងប្រពន្ធឈ្មោះអីក៏មិនដឹងមានណាអាត្មាធ្លាប់ជួបប្រទេសនៅពេទ្យមួយនៅអូស្ត្រាលីគាត់នឹងមានណាមានលុយច្រើនហើយដល់តែគាត់សរសៃប្រសាទភ្លេចអស់ទៅគេយកទៅដាក់មន្ទីរពេទ្យហើយលុយគាត់មានរាប់លានដុល្លារហើយសួរថានៅពេលដែលគាត់ខ្លាយទៅជាអញ្ចឹងគាត់ជាអ្នកមានទៀតទេញាតិញោមដល់ភ្លេចថាខ្លួនឯងមានអីខ្លះអស់ទៅហើយណាគាត់មានដឹងថាខ្លួនគាត់អ្នកមានឬអ្នកក្រទៀតទេអត់ទេឥឡូវហ្នឹងបាត់លុយឬក៏បាត់ការចងចាំណាហ្នឹងតាមពិតលុយនៅតើក៏ប៉ុន្តែអ្វីដែលបាត់គឺបាត់ការចងចាំហ្នឹងសម្បត្តិផ្សេងនៅពិភពលោកនៅចឹងហើយបានជាពេលស្លាប់ហៅថាលាចាកលោកមិនមែនលោកលាចាកយើងទេណាពេលដែលស្លាប់យើងស្ដាប់ពាក្យហ្នឹងឲ្យតន់អូយគាត់លាចាកលោកនេះទៅហើយចឹងមានន័យថាលោកនេះវានៅក៏ប៉ុន្តែដែលបាត់នោះយើងទេណាសត្វលោកយើងទេដែលលាចាកពីពិភពលោកណាក៏ប៉ុន្តែយើងមើលសេចក្តីប្រកាន់របស់សត្វលោកយើងកើតមកទៅដើមគ្នាពិភពលោកនឹងចែកដីគ្នាមិនត្រូវឆ្លោះគ្នាកាប់គ្នាប្តឹងគ្នាឃើញទេមកទៅដើមដីគ្នាមកទៅដើមស្អីគ្នាណាទីបំផុតទៅស្អីនៅដែរដីនៅដដែលតែមនុស្សប្រមាណចំនួនហើយប្រមាណ100ចំនួនហើយរាប់ពាន់ចំនួនរាប់ម៉ឺនចំនួនមកហើយដីនៅតែជាដីតែមនុស្សទេដែលងាប់ចោលដីអត់មានបានយកអីទៅពីលោកនេះឡើយចឹងបានថានៅក្នុងរឿងនេះការដែលបានឃើញយ៉ាងនេះឯងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ស្វែងរកផ្លូវដ៏សមស្របសម្រាប់សត្វលោកទាំងឡាយណាតើត្រូវលៃលោកជីវិតយ៉ាងណានៅពេលដែលមិនតន់ស្លាប់នោះរឿងស្លាប់ហើយជារឿងអស់ការងារសម្រាប់អ្នកស្លាប់ហើយអស់រឿងដែលត្រូវធ្វើអីជាពិសេសហើយយើងទាំងឡាយគ្រាន់តែចាត់ចែងទៅតាមប្រពៃណីឲ្យសមគួរសម្រាប់អ្នកដែលស្លាប់ឲ្យសមថាជាអ្នកនឹករលឹកឃើញគុណអីចឹងទៅក៏ប៉ុន្តែដែលថាឲ្យបានជាប្រយោជន៍អីពិតប្រាកដនោះមិនទៀងមិនប្រកបវិជាទេណាអាស្រ័យទៅលើកម្មដែលបុគ្គលអ្នកស្លាប់ទៅនោះជាអ្នកបានសាងកាលដែលគាត់មានបច្ចុប្បន្នរស់នៅ
ហើយរឿងសំខាន់គឺមិនមុនពេលស្លាប់ប៉ុន្តែតាមដែលអាត្មាដឹងមកបាសិកាសូវអៀងកិច្ចហ្នឹងក៏ធ្លាប់ធ្វើបុណ្យធ្វើកុសលច្រើនដោយអាស្រ័យកូនក្នុងត្រកូលនឹងឯងជាអ្នកមានសទ្ធាផងបាទមានអ្នកនៅថែរក្សាអាពាហ៍ជារាយូរមែនក៏ប៉ុន្តែមានកូនចៅនៅថែរក្សានឹងក៏ចាត់ទុកថាជាបុណ្យព្រេងសំណាងរបស់គាត់ចឹងដែរសំខាន់ណាស់មនុស្សយើងនៅពេលដែលចិត្តលាចាកលោកនេះណាលាចាកលោកនេះនឹងសំខាន់មែនទេញាតិញោមដូចរបៀបដែលយើងឆ្លងទឹកទៅជិះក្បាលទូកទៅរៀបនឹងឈានចំហៀនឡើងទៅលើច្រាំងអញ្ចឹងតែផ្លត់ជើងដួលធ្លាក់ទឹកណាតតែប្រុងព្រៀបកាន់ជាប់ទៅឡើងទៅអាហ្នឹងវាមិនធ្លាក់ហើយវាមិនធ្លាក់ទៅបានវាទល់តែមានស្មារតីល្អហើយការដែលយើងថែរក្សាអ្នកជំងឺឲ្យបានល្អមានធម៌មានអាស្ដាប់ហ្នឹងក៏ជាការជួយតម្រែតម្រង់នៅជាតិកំណើតរបស់គាត់នឹងឲ្យបានល្អផងដែរណាvìព្រោះមនុស្សយើងវាត្រូវអាស្រ័យទាំងពីរយ៉ាងគឺយោនិសោមនសិការៈផ្នែកខាងក្នុងហើយនិងបរិថោគោសៈផ្នែកខាងក្រៅណាvìព្រោះមុននឹងលាចាកលោកនេះទាំងអស់គ្នាមិនមែនតែមនុស្សទេណាញាតិញោមរឿងដំណើរដែលត្រូវលាចាកពីលោកនេះដំណើរលាចាកពីលោកនេះមាននិមិត្ត3ដែលត្រូវប្រកបមុនពេលដែលលាចាកលោកមិនមែនតែសម្រាប់ពុទ្ធបរិស័ទអ្នកគោរពធម៌ព្រះសម្មាសម្ពុទ្ធទេណានៅពេលដែលលាចាកលោកនេះនឹងឯងគឺទាំងមនុស្សទាំងសត្វកាន់សាសនាណាមិនកាន់សាសនាណាតែងតែមាននិមិត្ត3បាទដែលត្រូវប្រកាសសម្រាប់អ្នកមុនពេលដែលលាចាកលោកនេះទៅមិនមែនថានិមិត្តនឹងប្រកាសចំពោះតែមនុស្សឬក៏ចំពោះតែអ្នកកាន់ពុទ្ធសាសនាមិនទេទាំងអស់គ្នាណានឹងអាត្មាសម្ដែងប្រាប់ឲ្យហើយអញ្ចឹងហើយញាតិញោមដឹងថាវាប្រកាសយ៉ាងណាចាំពេលចិត្តស្លាប់អានឹងដឹងទាំងអស់គ្នាណាអាត្មាគ្រាន់តែប្រាប់មុនពីព្រោះតែចុងក្រោយនៃជីវិតរបស់យើងគឺថាមានតែ2រឿងទេបើមិនដុតក៏កប់តែប៉ុណ្្នឹងឯងប៉ុន្តែសំខាន់នោះគឺថាពេលដែលចិត្តទៅវិញស្អីដែលវាប្រកាសណាអ្វីដែលប្រកាសនៅពេលដែលចិត្តស្លាប់ហ្នឹងជានិមិត្តរបស់កម្មណាឥឡូវនេះយើងនៅមានសុខភាពល្អអញ្ចឹងអំណាចរបស់កម្មហ្នឹងវាអត់តន់និមិត្តមកគ្រប់សង្កត់ចិត្តយើងទេដោយសារអីដោយសារតែយើងនៅមានកម្លាំងមមួននៅមានសុខភាពល្អគិតអីស្វាហាប់និមិត្តផ្សេងហ្នឹងវាមិនតន់មកគ្រប់យើងទេណាយើងមើលតែប៉ុណ្ណេះញាតិញោមដូចជាយើងដេកលក់អីអញ្ចឹងទៅយើងមានម្ចាស់លើខ្លួនឯងអីត្រូវយកសពអីក៏យកសពហ្នឹងទៅឃើញទេអាហ្នឹងដោយសារអីដោយសារពេលហ្នឹងកម្លាំងចិត្តហ្នឹងវាអត់ខ្លាំងទេណាពេលយើងដេកលក់ទៅចិត្តហ្នឹងវាសម្រាកវាដេកដែរអញ្ចឹងទៅបើកើតវិថីចិត្តកើតវិថីតាមមโนទ្វាមិនសូវមានកម្លាំងខ្លាំងទេហើយបើថាយកសពឃើញអីក៏យកសពឃើញហ្នឹងទៅញាតិញោមដែលកំងយកសពទេណាកាយយកសពហ្នឹងញាតិញោមដែលកំងកើតទេអេថ្ងៃនេះគិតចង់យកសពឃើញម៉ែបន្តិចមកថ្ងៃនេះចង់យកសពឃើញពុកបន្តិចមកថ្ងៃនេះចង់យកសពឃើញលេខឆ្នោតគេចេញម៉ែបន្តិចមកអត់បានទេណាអាហ្នឹងគ្រាន់តែយកសពផងហើយសុខភាពយើងអត់តន់ខ្សោយប្រហែលទេក៏នៅតែយកសពមិនតាមអំណាចចិត្តយើងដែរណាព្រោះយកសពវាកើតឡើងដោយហេតុប្រហែលណាជាងការសុខភាពមិនល្អវានាំឲ្យយកសពចិត្តរវើរវាយនាំឲ្យយកសពជាងការពួកអមនុស្សទេវតាអីនិមិត្តក៏យកសពជាងការប្រមាថកម្រើកក៏នាំឲ្យយកសពដែរអត់នៅលើយើងចង់ទេអាហ្នឹងគ្រាន់តែឧទាហរណ៍ជាមួយនឹងការយកសពណែដល់ពេលចិត្តដែលចិត្តស្លាប់មែនទែនជីវ័នហ្នឹងវាខ្សោយទៅយើងជាម្ចាស់ការលែងបានណាបង្វែរតាមចិត្តយើងលែងបានណានៅពេលហ្នឹងជាសិទ្ធជាកណ្ដាប់ដៃរបស់កម្មហើយ
កម្មនឹងបង្កើតនិមិត្តឲ្យយើងហើយប្រសិនណាបើយើងសន្សំបុណ្យកុសលច្រើនខាងបុណ្យកុសលហ្នឹងនិមិត្តនៅនិមិត្តល្អបង្កើតនិមិត្តល្អហ្នឹងឲ្យឃើញទីហោឃើញអ្វីដែលយើងធ្លាប់ធ្វើល្អនោះទីដែលយើងធ្លាប់ចែកទានឲ្យកមាឲ្យសរងឬក៏ឲ្យបាយឲ្យទឹកដល់នរណាឃើញបាយឃើញទឹកហ្នឹងជារបស់ដែលយើងធ្លាប់ឲ្យនឹងឯងឃើញទៅចិត្តហ្នឹងក៏ត្រេកអរតាមនឹងទៅតាមទៅអូនេះជាទានអញធ្លាប់ឲ្យហ្នឹងហើយឬថាឃើញដូចជាកំពុងតែឲ្យទានឃើញដូចជាកំពុងតែជួយសង្គ្រោះគេឃើញដូចជាកំពុងតែបម្រើមេត្តាបិតាឃើញដូចជាកំពុងតែថ្វាយបង្គំព្រះណាឃើញដូចជាកំពុងតែរក្សាសិលឃើញដូចជាកំពុងតែពិចារណាធម៌ប៉ុន្តែពេលហ្នឹងយើងអត់មានធ្វើទេតែនិមិត្តដែលធ្លាប់ធ្វើប្រហែលហ្នឹងវាមកប្រកាសឲ្យឃើញអញ្ចឹងណាឃើញអញ្ចឹងរបៀបឃើញអំពើអញ្ចឹងហៅថាកម្មអារម្មណ៍ណាគឺនិមិត្តឲ្យឃើញកម្មដែលយើងធ្លាប់ធ្វើហ្នឹងហើយបើសិនជាឃើញរបៀបហ្នឹងមានសង្ឃឹមហើយញាតិញោមណាមានសង្ឃឹមហើយចិត្តហ្នឹងចិត្តស្លាប់ហ្នឹងអត់ភ័យទេណាយមបាលនេះណាឃើញនិមិត្តអញ្ចឹងសុគតិហើយក៏ប៉ុន្តែបើចិត្តស្លាប់ហ្នឹងស្រាប់តែឃើញដូចជាកំពុងតែវៃពោះកំពុងតែវៃឆ្កែកំពុងតែសម្លាប់គេកំពុងតែលួចគេឃើញហាក់ដូចជាកំពុងតែជេរគេអូអានឹងអវង្សរោអានឹងអត់មានអ្នកណាមួយជួយនិមិត្តឲ្យកម្មខ្លួនឯងនិមិត្តឲ្យណានឹងឯងជាអភិធម្មហើយជាជីវិតយើងនឹងឯងប៉ុន្តែទៅសួរអ្នកស្លាប់មិនបកមកប្រាប់យើងកើតបើទៅបាត់ហើយតែព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងរឿងនឹងបានជាប្រាប់យើងអ្នករស់ទាំងឡាយនឹងឲ្យដឹងថានិមិត្តនឹងតាមអំណាចកម្មដែលយើងធ្វើល្អច្រើនគិតល្អច្រើនវានឹងបង្កើតនិមិត្តល្អឲ្យបើសេចក្តីអាក្រក់ច្រើនមួម៉ៅច្រើនចិត្តស្លាប់ទៅវាមួម៉ៅចឹងដែរមួយទៀតមិនឃើញតែហាក់ដូចកំពុងធ្វើទេឃើញរបស់ឧទាហរណ៍ថាយើងធ្វើទានឃើញជីវរឃើញកត់ឃើញសាលាឃើញស្ពានឃើញថ្នល់ឃើញបាយឃើញទឹកដែលយើងធ្លាប់ឲ្យគេហ្នឹងហើយបើហ្នឹងខាងល្អហើយបើថាខាងអាក្រក់ដូចជាឃើញដាវឃើញលពេងឃើញកំភ្លើងឃើញថ្នាំពុលដែលយើងធ្លាប់ប្រហារសត្វនោះហ្នឹងហើយបើថាឃើញអញ្ចឹងទេទុគតិហើយបន្ទាប់ពីស្លាប់ហ្នឹងគ្មានពីណាទៅស្រោចស្រង់បានទេនឹងមួយយ៉ាងទៀតទៅហើយបើថាឃើញពុទ្ធបដិមាឃើញរបស់អីដែលយើងធ្លាប់ធ្វើទានអីចឹងមកប្រកាសអាហ្នឹងសុគតិដំណើរបដិសន្ធិហ្នឹងគឺថាល្អហើយណាអត់មាននៅលើអាចារ្យសូត្របញ្ជូនអីទេមិនមែនទេណាញាតិញោមអាចារ្យគ្រាន់តែជួយពេលមុនហ្នឹងជួយសូត្រធម៌ឲ្យនឹកឃើញបុណ្យកុសលមនុស្សនឹងធ្លាប់ធ្វើបុណ្យច្រើនមកលោកអាចារ្យជួយសូត្រធម៌ជួយរំលឹកឲ្យពុទ្ធោអញ្ចឹងទៅចេះតែនឹកឃើញជួយបានប៉ុណ្ណឹងប៉ុន្តែប្រកាសវិជាមែនទែនគឺខ្លួនឯងហ្នឹងអាចារ្យដែលជួយហ្នឹងមានឧបការៈជួយដើម្បីឲ្យយើងធ្លាប់ធ្វើបុណ្យពីណាមកនឹកឃើញដូចរឿងប្របាទទុដ្ឋគមនីអភ័យអញ្ចឹងប្របាទទុដ្ឋគមនីអភ័យជាព្រះរាជានៅកោះលង្កាហ្នឹងជាចៅរបស់ប្របាទទេវតាមយៈទេសៈកសាងនៅសវណ្ណមេលកៈចេតិយនិងលោហៈប្រាសាទណានៅជាង 2000 ឆ្នាំមុននោះនៅពេលដែលចិត្តអស់ជីវិតហ្នឹងណាសម្បូរញាតិមិត្តដែលធ្វើបុណ្យកុសលដូចគ្នាដឹងថាបរិជាមិនថិតថេរទេត្រូវអស់ជីវិតហើយអញ្ចឹងអត់មានស្អីជាគ្រឿងការពាររារាំងទេណាអញ្ចឹងទៅក៏យកព្រះរាជានឹងមកដាក់លើអាសនៈមួយដែលមើលទៅឃើញសវណ្ណមេលកៈចេតិយផងឃើញលោហៈប្រាសាទផងនៅពាក់កណ្ដាលនឹងដើម្បីឲ្យព្រះរាជានឹងជ្រះថ្លាសំខាន់ណាស់ពេលដែលចិត្តស្លាប់នឹងអញ្ចឹងហើយបានចាស់យើងនៅពេលដែល
មនុស្សចិត្តស្លាប់អីដាក់បបត់ដាក់រូបព្រះសម្មាសម្ពុទ្ធអីចឹងទៅដើម្បីឲ្យអ្នកឈឺធ្ងន់ហ្នឹងឃើញព្រះអង្គទៅអាចនឹកឃើញបុណ្យកុសលនៅពេលហ្នឹងចឹងសវណ្ណមាលកៈចេតិយដែលកសាងមិនតាន់រួចហ្នឹងព្រះរាជាព្រះអូនប្របាទសទ្ធាទេសៈនឹងឯងក៏បានឲ្យគេយកសពុតសយកទៅរុំពាត់ឲ្យស្អាតលាបពណ៌ឲ្យស្អាតហាក់ដូចជាចេតិយនឹងហើយអញ្ចឹងដើម្បីឲ្យព្រះរាមបងនឹងជ្រះថ្លាព្រោះធ្វើវាអត់តាន់ហើយស្រាប់តែស្លាប់ទៅនឹងនៅពេលហ្នឹងរាជអាមាត្យហ្នឹងក៏យកបញ្ជីដែលព្រះរាជាធ្វើទានធ្វើបុណ្យធ្វើកុសលផ្សេងហ្នឹងមកអានឲ្យស្ដាប់នៅថ្ងៃប៉ុណ្ណេះព្រះអង្គធ្លាប់ទៅធ្វើទានចែកប្រជារាស្ត្រនៅទីនេះថ្ងៃប៉ុណ្ណេះព្រះអង្គធ្លាប់ធ្វើទានប្រគេនព្រះសង្ឃថ្ងៃប៉ុណ្ណេះព្រះអង្គធ្លាប់កសាងវិហារប្រគេនសង្ឃអីចឹងឲ្យគាត់នឹកឃើញបុណ្យកុសលណារហូតដល់អានទៅទិដ្ឋទានអីក៏អានទាំងអស់អានឲ្យនឹកឃើញវិញទាំងអស់ដូចជាទៅធ្វើសង្គ្រាមបាក់តបមកធ្វើសឹកបាក់តបមកហ្នឹងក៏ទៅរត់ទៅព្រៃទៅពេលនោះមានជាមួយនឹងអាមាត្យម្នាក់ហើយនឹងព្រះរាជានឹងសេះមួយក៏ប្រកាសធ្វើទាននៅក្នុងព្រៃហ្នឹងអានមកដល់ទៅហ្នឹងព្រះរាជាជ្រះថ្លាហើយក៏បានប្រាប់ថាឈប់អានចុះប៉ុណ្ណឹងចុះយើងពេញចិត្តប៉ុណ្ណឹងហើយឃើញណាបើមិនជួយរំលឹកទេអាចភ្លេចដែររឿងបុណ្យកុសលហ្នឹងជាងការភ្លេចណាដល់បានគេអានគេរំលឹកចឹងទៅក៏នឹកឃើញទៅក៏ជ្រះថ្លាហើយនៅពេលនោះអាមាត្យដែលធ្លាប់ទៅច្បាំងជាមួយគ្នាហ្នឹងបានដាស់តឿនហើយលោកមកបួសហើយបួសបានសម្រាប់ជាព្រះអរហន្តហើយបានដាស់តឿនព្រះរាជាថាបបិទ្ធមហារាជកាលដែលអាត្មានៅក្រហោះធ្លាប់ចេញទៅច្បាំងជាមួយនឹងព្រះអង្គជួយចាត់ចែងរាជកិច្ចជួយធ្វើសង្គ្រាមឲ្យព្រះអង្គនឹងឈ្នះក្នុងការធ្វើសង្គ្រាមជាច្រើនលើកក៏ប៉ុន្តែឥឡូវនេះព្រះអង្គត្រូវធ្វើសង្គ្រាមជាមួយមច្ចរាជដូច្នេះការយកឈ្នះលើមច្ចរាជមិនមានទេក្នុងโลกនេះគ្មានអ្នកណាយកឈ្នះលើស្ដេចមច្ចរាជបានទេញាតិទាំងឡាយទ័ពទាំងឡាយទេហ៊ានទាំងឡាយជួយព្រះអង្គមិនបានទេព្រះអង្គត្រូវច្បាំងតែមួយព្រះអង្គឯងជ័យជំនះលើស្ដេចមច្ចរាជមិនមានឡើយតែព្រះអង្គត្រូវតែត្រៀមនៅស្បៀងគឺកុសលសូមព្រះអង្គនឹករលឹកបុណ្យកុសលដែលព្រះអង្គបានបំពេញចុះនឹងបានប្រធេរខាអញ្ចឹងបានគេយកបញ្ជីមកអានណាបើអានចំកន្លែងធ្វើទានពេលកំសត់ឲ្យព្រះរាជានៅតែធ្វើទាននឹងឯងមកដល់កន្លែងជ្រះថ្លានឹងក៏បានបែរទៅសួរព្រះអរហន្តថាតើក្នុងโลกនេះឋានណាដែលសមគួរជាងគេបានប្រធេរៈប្រាប់ថាឋានដោះសិទ្ធតុសិតភពគឺជាឋានដែលបរិសុទ្ធល្អពីព្រោះព្រះបរមពោធិសត្វតែងតែយកកំណើតនៅក្នុងទីនោះឃើញទេដល់បុណ្យគ្រប់គ្រាន់ព្រះរាជាបង្អោនចិត្តដាក់ថាដាឋានដោះសិទ្ធប៉ុណ្ណឹងបិទភ្នែកទៅស្លាប់ពីនឹងទៅក៏បានបដិសន្ធិនៅក្នុងតុសិតភពទៅអញ្ចឹងអ្វីដែលសំខាន់ហ្នឹងគឺថាពេលហ្នឹងដែលចូលមកនៅក្នុងចំណុចមួយទៀតដែលហៅថាគតិនិមិត្តអារម្មណ៍គតិនិមិត្តអារម្មណ៍ហ្នឹងគឺថាឃើញមុននឹងស្លាប់ហ្នឹងឃើញប្រាសាទឃើញវិមានអញ្ចឹងអាហ្នឹងបើសិនជាបុណ្យហ្នឹងនិមិត្តឲ្យឃើញស្លាប់ទៅតាមអាការនិមិត្តមុននឹងស្លាប់នឹងហើយបើថាមុនស្លាប់បាបឲ្យផលវិញណាគឺឃើញភ្លើងឃើញរណ្ដៅនរកឃើញព្រៃស្ងាត់គួរឲ្យខ្លាចអញ្ចឹងទៅអានឹងទៅអបាយភូមិហើយញាតិញោមនឹងអញ្ចឹងរឿងបាបដែលវាឲ្យផលវាធ្វើទុកសត្វលោកយើងនឹងគឺថាសំខាន់គឺពេលមុនស្លាប់ហ្នឹងណាដូចរបៀបថ្នាំពុលអញ្ចឹងញាតិញោមថ្នាំពុលដែលបង្កគ្រោះថ្នាក់ធ្វើឲ្យមនុស្សនឹងលំបាកមិនមែនពេលស្លាប់ហើយទេគឺពេលដែលមុនស្លាប់ហ្នឹងទុកលំបាកវាធ្វើឲ្យកុហលកាហាយវាធ្វើឲ្យក្តៅរោលរៀលណារោលរៀលដល់ពេលយើងស្លាប់ទៅថ្នាំហ្នឹងវាឈប់ធ្វើទុកអញ្ចឹងមែនទេញាតិញោមមនុស្សស្លាប់ឧទាហរណ៍ថាមនុស្សពុលថ្នាំតើថ្នាំហ្នឹងវាពុលមុនស្លាប់ឬក៏ពុលក្រោយស្លាប់ពុលមុនស្លាប់ឬពុលក្រោយស្លាប់ហ្នឹងពុលមុនស្លាប់
ពលមុនស្លាប់អញ្ចឹងមនុស្សដែលមានបាបហ្នឹងសួរថាបាបឲ្យផលពេលណាថាបាបវាធ្វើទុកហ្នឹងពេលមុនស្លាប់ហ្នឹងឯងដល់ពេលស្លាប់ហើយកម្មហ្នឹងឈប់មករំខានផ្លូវចិត្តហ្នឹងហើយណាកម្មសម្លាប់ស្អីក៏ដោយលួចគេក៏ដោយវាឈប់មករំខានផ្លូវចិត្តវាបង្កើតរួចហើយបង្កើតពិបាកនៅក្នុងនរកនៅក្នុងប្រែតទៅសោយទុកនៅហ្នឹងទៅកម្មហ្នឹងឈប់មកកង្វល់ផ្លូវចិត្តហើយវាឲ្យវិបាករងទុកម្ដងណាជីវិតថ្មីឯនោះម្ដងអញ្ចឹងសំខាន់ណាស់នៅពេលដែលមានជីវិតនៅរស់ចឹងហើយបានបរមបុរាណយើងនឹងក៏តែងបត់ស្មូតសូត្ររំលឹកដាស់តឿនអ្នកដែលនៅរស់នឹងហើយរឿងនឹងនិយាយទៅហាក់ដូចតែដដែលញាតិញោមស្ដាប់ទៅណាជាងកាលមកស្ដាប់លោកទេសឯងស្មាននិយាយរឿងផ្លែនិយាយរឿងងាប់ដដែលនិយាយរឿងបនដដែលនិយាយរឿងបាបដដែលទេជីវិតយើងនឹងវារស់នៅជាមួយនឹងប៉ុណ្ណឹងហើយវាត្រូវងាប់អញ្ចឹងបានទេសរឿងហ្នឹងវាមិនអត់ងាប់នឹងទេសធ្វើស្អីមែនទេញាតិញោមហ្នឹងបើញាតិញោមខ្លះក៏ថាមិនដឹងស្អីទេសនាឬក៏កើតចាស់ឈឺស្លាប់កើតចាស់ឈឺស្លាប់រឿងកើតចាស់ឈឺស្លាប់នឹងឯងដែលជាមូលហេតុឲ្យប្រពុតចេញបួសណាប្រសិនបើវាមិនមែនរឿងកើតរឿងចាស់រឿងឈឺរឿងស្លាប់ព្រះអង្គចេញបួសទេណាព្រះអង្គចេញបួសទេដឹងពុទ្ធប្រវត្តិដែររឿងអីដែលព្រះអង្គចេញបួសដោយសារឃើញទេវទូតមិនអញ្ចឹងឃើញមនុស្សចាស់ឃើញមនុស្សឈឺឃើញមនុស្សស្លាប់ហើយនឹងឃើញភេទអ្នកបួនហ្នឹងហៅថាទេវទូត4នោះទេវតាមុនិមិត្តនោះពីព្រោះពេលដែលព្រះអង្គនៅក្មេងគេអត់មានឲ្យឃើញមនុស្សចាស់ទេគេអត់ឃើញឲ្យឃើញមនុស្សឈឺទេណាតែឈឺគេដឹកចេញពីវាំងហ្នឹងមិនឲ្យដឹងថាព្រះអង្គដឹងតែឈឺទេនឹងអញ្ចឹងបបហេតុនៃការចេញបួសក៏រឿងកើតចាស់ឈឺស្លាប់ហើយត្រាស់ដឹងក៏ដើម្បីដោះស្រាយរឿងកើតចាស់ឈឺស្លាប់នឹងឯងអញ្ចឹងបានពធនឹងវាមានម៉ូដដដែលនោះរឿងកើតចាស់ឈឺស្លាប់អ្នកខ្លះមិនដឹងស្អីវាទុករឿងអីត្រូវនិយាយរឿងហ្នឹងឧទាហរណ៍ដូចពេទ្យព្យាបាលអញ្ចឹងពេទ្យព្យាបាលឧទាហរណ៍ថាយើងកើតរបេងតើត្រូវព្យាបាលរបេងឬក៏ត្រូវព្យាបាលថ្លើមញាតិញោមបើកើតរបេងព្យាបាលសួតឬក៏ព្យាបាលថ្លើមជាបគ្រុនពោះវៀនព្យាបាលជើងឬក៏ព្យាបាលពោះវៀនហ្នឹងហើយបើសត្វលោកកើតទុកព្រោះកើតចាស់ឈឺស្លាប់វាត្រូវតែបង្រៀនអំពីកើតចាស់ឈឺស្លាប់ហើយនឹងមូលហេតុនៃការកើតចាស់ឈឺស្លាប់ហើយនឹងធ្វើម៉េចទៅដើម្បីឲ្យអស់ការកើតចាស់ឈឺស្លាប់នឹងអញ្ចឹងនៅក្នុងអរិយសច្ចធម៌ណាបញ្ចូលចុះនៅក្នុងអរិយសច្ចធម៌កម្មឧបាទានតណ្ហាគឺជាប្រភពនៃការកើតកំណើតនាំឲ្យមានចាស់មានឈឺមានស្លាប់នេះណាវាវិលអញ្ចឹងវាមានកម្មវត្តៈនិងវិបាកវត្តៈណាដើម្បីឲ្យអស់ការកើតចាស់ឈឺស្លាប់ទៅបានវាទល់តែផ្ដាច់ពូជរបស់វាដូចដើមឈើអញ្ចឹងស្មៅអញ្ចឹងយើងកាត់ទៅលើវាមិនអស់ទេកាត់ហើយដោះមកវិញកាត់ហើយដោះមកវិញកាត់ហើយដោះមកវិញបើចង់ឲ្យស្មៅជប់ដោះវាទល់តែមិនអញ្ចឹងវាទល់តែជីករឹសវាស្អីជារឹសគឺកិលេសឃើញទេតណ្ហាយើងហៅថាទោសៈមូលរឹសគឺទោសៈលោភៈមូលរឹសគឺមកលោភៈមោហៈមូលរឹសគឺមោហៈអវិជ្ជានឹងជារឹសគល់នៃសង្សារវដ្តរឹសគល់នៃកិលេសសពគ្រប់ប្រការដល់កាត់អានឹងហើយដល់កាត់អានឹងបានហើយបានអានឹងហើយនៅពៀនប្រកាសឡើងហើយនៅពៀនមិនបាច់ស្វែងរកទេណាឧទាហរណ៍ថាយើងទៅកាត់ស្មៅយើងចង់ស្វែងរកដីទំនេរតាមពិតដីវាទំនេរស្រាប់ទេដីវាវាលស្រាប់ទេប៉ុន្តែវាមិនវាលដោយសារមានស្មៅទៅជីកតែស្មៅចេញដីវាលនៅនឹងមិនបាច់យកដីវាលទៅថែមទេអញ្ចឹងស្ដាប់យល់ទេញាតិញោមអ្នកខ្លះនឹងរស់នៅពៀនអូយរស់ជីស៊ីក្លូដើររស់នៅពៀនណាចាស់និយាយថារស់ធោឲ្យរស់នឹងកាយបើចង់រស់បាយឲ្យរស់នឹងឆ្នាំងប៉ុន្តែបើអាត្មាវិញរស់បាយរស់បាតណាប៉ុន្តែនេះជាពាក្យចាស់និយាយថារស់ធោឲ្យរស់នឹងកាយរស់បាយនៅរស់នឹងឆ្នាំងពីព្រោះបាយនឹងវាកើតពីឆ្នាំងដាំទៅបានវាកើតបាយយ៉ាងណាមិញធោវាអត់មាននៅឯណាក្រៅពីរូបរាង
កាយនឹងទេអត់មាននៅព្រៃអត់មាននៅវត្តអត់មាននៅណាទាំងអស់គឺនៅនឹងកាយក៏ប៉ុន្តែយើងអាស្រ័យពធអាស្រ័យផែនទីគឺព្រះធម៌នឹងចង្អុលបង្ហាញនឹងញាតិញោមឥឡូវហ្នឹងយើងសរុបថយក្រោយមុខអ្នកស្ដាប់ធម៌ភាគច្រើននេះកាលពីក្មេងដូចម៉ោងញាតិញោមរាប់ម៉ោងមើលឧទាហរណ៍ថាម៉ោង11ឥឡូវម៉ោងប៉ុន្មានណាម៉ោងនឹងប៉ុណ្ណឹងគេជប់ថា3:35ឯគេថាខ្វះ25ម៉ោង4រាប់ថយមកវិញយល់ទេខ្វះ25ម៉ោង4កាលដែលម៉ោង3ម៉ោង3:10នាទីម៉ោង3:15នាទីម៉ោង3:20នាទីម៉ោង3:25នាទីម៉ោង3កន្លះដល់លើសពីហ្នឹងគេថាខ្វះ25ម៉ោង4ខ្វះ20ម៉ោង4ខ្វះ15ទៀតម៉ោង4ខ្វះ10នាទីទៀតម៉ោង4ខ្វះ5នាទីទៀតម៉ោង4ខ្វះ2នាទីទៀតម៉ោង4ខ្វះនាទីម៉ោង4ដូចយើងអញ្ចឹងកាលពីមុននិយាយថា10ឆ្នាំ20ឆ្នាំ30ឆ្នាំ40ឆ្នាំឥឡូវនេះតដល់50ហើយឈប់រាប់ទៅមុខទៀតណារាប់ថយចេះវិញថាខ្វះ20ឆ្នាំទៀត70ហើយរាប់ចេះយល់អត់យល់ទេរាប់អញ្ចឹងមកវិញហ្នឹងឬថាខ្វះតែ30ឆ្នាំទៀតខ្ញុំ8ហើយហ្នឹងហើយបើថាមកដល់60ហើយកុំថាខ្ញុំទៅ60ហ្នឹងនិយាយចឹងដូចនៅក្មេងពេកខ្វះតែ10ឆ្នាំខ្ញុំ7ហើយឃើញទេហ្នឹងហើយរាប់ថយមកវិញរាប់ថយឲ្យដឹងថាវាចិត្តដល់ហើយហ្នឹងហើយសង្ឃឹមអីឥឡូវសង្ឃឹមអីពីក្មេងមកខំកសាងគ្រួសារខំរកផ្ទះសម្បែងបានហើយណាវ័យមានគ្រប់មុខមានកូនមានចៅមានទ្រព្យមានសម្បត្តិដល់តែមកដល់កន្លែងហ្នឹងញាតិញោមដូចជាគ្មានអីលើសអាត្មាទេអីបើប្រៀបធៀបញាតិញោមមានកូនមានចៅដូចគ្រាន់បើជាងអាត្មាដែរណាមានកូនមានចៅប៉ុន្តែរបស់ទាំងអស់នឹងមានភាកច្រើនបន្ថែមការរវល់ពីព្រោះកូនព្រោះចៅនឹងញាតិញោមរវល់ទេរវល់តាំងពីក្មេងរហូតដល់ចាស់រវល់ទេរវល់ហ្នឹងហើយឥឡូវសបោចាស់កើតកូនខ្ចីដល់ឥឡូវនេះណាពីមុនធ្លាប់គេនិយាយតែមិនថាចាស់បន្តិចអស់កូនហើយប៉ុន្តែឥឡូវយាយអាយុ70អីមានកូនខ្ចីសបោមែនទេសបោយាយ70អីកើតកូនខ្ចីដែលឃើញនេះកើតកូនខ្ចីមែនណាហ្នឹងហើយឥឡូវនេះម៉ែឪគេហ្នឹងគេទៅរកស៊ីថៃអីអស់ទៅវាទុកកូនឲ្យម៉ែគេមើលនោះចឹងយាយហ្នឹងមិនមែនកូនខ្ចីយាយហ្នឹងណាកូនខ្ចីម្ដងទៀតទេមែនទេហើយមានយាយកូនខ្ចីខ្លះនោះនេះអូជាអត់មានហ្នឹងណាថ្ងៃមិញអីមានបាសិកាម្នាក់ហ្នឹងក៏ត្អូញកើតកូនខ្ចីមួយទៀតកាលមុនមករៀនធัวសំណុំសនួនឥឡូវហ្នឹងមានកូនខ្ចីមួយទៀតមើលចៅហ្នឹងអាត្មាប្រើពាក្យអញ្ចឹងគេស្ដាប់បានបន្ថែមតែការរវល់រៀនដោះខ្លួនឯងខ្លះទៅណាញាតិញោមមើលចៅអីក៏មើលទៅប៉ុន្តែកុំភ្លេចខ្លួនថាចៅហ្នឹងគេឲ្យយើងមើលតែនៅប្រើកើតទេតែប្រើលេងកើតគេឈប់ឲ្យមើលហើយណាមិនបាច់ដល់ស្លាប់ផងក៏នឹងវែងនេះគេឈប់ឲ្យមើលរហើយគេខ្លាចគ្រោះថ្នាក់កូនគេមិនអញ្ចឹងមែនទេបើវែងអត់ដឹងអីគេឲ្យមើលកូនគេទៀតទេឲ្យទេអត់ទេហ្នឹងប៉ុន្តែអញ្ចឹង